សម្រាប់បងប្អូនដែលគាត់ចង់ទស្សនានៅ Genting បងប្អូនភ្នំ Genting បងប្អូនអាចមើល vlog វីដេអូនេះបានដោយសារខ្ញុំធ្វើគឺថាយូរមែនតើនឹង16នាទីបើសិនជាយើងអត់ធ្វើបែបពេញអញ្ចឹងគឺមានបងប្អូនខ្លះគាត់អត់ដឹងតែយើងធ្វើបន្តិចតិចគាត់បានមើលគ្រប់ជ្រុងជ្រោយទាំងអស់ហើយវីដេអូនេះគឺខ្ញុំថតវាបាន 50% ដែរពីនៅលើភ្នំ Genting ហ្នឹងណាវីដេអូមួយនេះគឺវែងខ្លាំងមែនតើថតតាំងពីពេលខ្ញុំចេញដំណើរពីផ្ទះទៅនឹងខ្ញុំទៅដល់កន្លែង check in កន្លែងគេងនឹងបន្ទប់គេងខ្ញុំគេងមិនហើយនឹងទៅដល់បន្ទប់គេងគឺខ្ញុំយកតែ K2 បងប្អូន K2 ហ្នឹងខ្ញុំដាក់ផ្គុំចូលគ្នាខ្ញុំគេងមកគ្រួសារខ្ញុំហ្មងហើយខ្ញុំទៅ Genting បងប្អូនពីច្រើនខ្ញុំជួយទៅពេលយប់ខ្ញុំទៅដល់ខ្ញុំគេងសម្រាប់ហើយចឹងទៅស្អែកព្រលឹមឡើងខ្ញុំដើរលេងខ្ញុំមើលគេមើលឯងញ៉ាំនោះអីហើយអាហ្នឹងខ្ញុំត្រឡប់ទៅផ្ទះវិញបន្ទប់គេងផ្សារនេះគឺយកមកទល់មុខគ្នាយល់ថាវាបានទៅមើលទេសភាពខាងក្រៅហើយថ្ងៃនោះគឺខ្ញុំបានយកក្តាមក្នុងបរិយាទៅញ៉ាំទៅផឹកនៅនោះដែរតែអត់មានគ្នាណាបងប្អូនខ្ញុំទៅតែម្នាក់ឯងទេប្តីខ្ញុំគាត់សម្រាប់បាត់តែគាត់គេងបាត់តែខ្ញុំម្នាក់ឯងគាត់កូនអត់តាន់គេងទេខ្ញុំក៏អត់តាន់គេងដែរព្រោះដោយសារខ្ញុំតែត្រឡប់គេងនៅអូតែកន្លែងផ្លែកមកអីចឹងគឺខ្ញុំគេងងាយរត់ទេអីតែខ្ញុំចម្លែកបងប្អូនខ្ញុំគេងខ្ញុំសម័យរហូតខ្ញុំឆ្ងល់ថាចេះដែកនឹងដូចហេតុអីក៏គេធ្វើដែកកន្លែងនឹងមួយចឹងដូចមានបញ្យូអីចឹងតែពេលខ្ញុំនឹកឃើញសពទៅថាអូក៏ពិតអាហ្នឹងកន្លែងសម្រាប់ទឹកតែបើសិនជាមានគេភ័យអីចឹងអាហ្នឹងវាធ្លាយចេញមកក្រៅវាសម្រាប់ទឹកបងប្អូនទឹកសម្រាប់ផ្លុតភ្លើងចឹងហើយខ្ញុំឆ្ងល់ខ្ញុំនឹកឃើញតាពួកខ្ញុំអត់ដែរឃើញតែបន្ទប់នេះមានអារម្មណ៍ថាអីក៏មានអាហ្នឹងចឹងតគិតចុះគាត់ឡើងអូមែនទេសម្រាប់ទឹកសម្រាប់គេផ្លុតគេភ័យសោះហើយឥឡូវនេះគឺមេឃភ្លឺហើយខ្ញុំក្រោយពីគេងមកខ្ញុំនាំគ្នាចុះទៅមើលញ៉ាំអីទៅញ៉ាំ breakfast ចឹងណាបងប្អូនហើយនេះគឺទេសភាពពីខាងក្រៅស្អាត fresh ស្រស់ស្រាយ Daddy, you claw or gingerless? If they want gingerless. Wait, going. Video ដោយសារតែវែងពេកបងប្អូនចឹងខ្ញុំត្រូវការឲ្យបងប្អូនស្ដាប់សលេងស៊ីនខ្លះដោយសារគឺថាវាវែងមែនតើហើយយើងអត់ដឹងរកពាក្យនឹកអីនិយាយច្រើនចឹងទៅខ្ញុំដាក់សលេងស៊ីនខ្លះដែលបញ្ចូលសលេងខ្លះហើយពួកខ្ញុំដើរទៅរកញ៉ាំអីបងប្អូនពួកខ្ញុំក្រោកកលឹមពេកក្នុងម៉ោង8ក្រោកដើរទៅរកញ៉ាំអីហ្នឹងប៉ុន្តែវាថាគេអត់ទាន់មានបើកហាងខ្លះគេបើកហាងខ្លះគេអត់ទាន់បើកអញ្ចឹងណាដោយសារតែពួកខ្ញុំត្រូវរងចាំហាងគេបើកអញ្ចឹងក៏ខ្ញុំដើរមើលគេមើលឯងមើលកន្លែងយល់ថានៅនេះគេ playground បងប្អូនមាន playground នៅខាងលើហ្នឹងដែរហើយ playground ហ្នឹងគឺសម្រាប់ក្មេងៗនិងអ្នកក្មេងៗវ័យជំទង់អីចឹងគាត់ទៅលេងបានអញ្ចឹងណាមានណារន្ធត់ជាងហ្នឹងក៏មានដែរបងប្អូនខ្ញុំឃើញនេះគឺខ្ញុំនឹកឃើញបងប្អូនស្រីខ្ញុំហើយនឹងចដូនមួយខ្ញុំអីចឹងក្មួយខ្ញុំគាត់អូគាត់ចូលចិត្តលេងThis one's so slow. Different. ឥឡូវនេះខ្ញុំដើរមកខាងក្រៅនៅខាងក្រៅហ្នឹងគេមានលក់ដូចថាវាថាហាងបងប្អូនមានម្ហូបកូរ៉េម្ហូបចិនម្ហូបអីទៅគឺច្រើនហើយគេមានលក់បែបផាប់ដែរបងប្អូននិយាយថាយើងអាចត្រៀងអីបានចឹងណាពួកខ្ញុំឲ្យទៅដើរឃើញកន្លែងណាមានលក់គ្រឿងសមុទ្រកន្លែងណាមានឥឡូវនេះដើរពីខាងក្រៅមកចូលក្នុងវិញដើម្បីទៅហៅកន្លែងញ៉ាំអីបងប្អូនព្រោះដោយសារមានហាងគេបើកបដាហើយឥឡូវខ្ញុំក៏សម្រាប់ចិត្តចូលហាងនេះបងប្អូនព្រោះហាងនេះខ្ញុំចូល2ដង3ដងឯងព្រោះដោយសារមីរបស់គេគឺឆ្ងាញ់រសជាតិហើយតម្លៃវិញគឺធម្មតាបងប្អូនតែនៅក្នុងហ្នឹងគឺវាមិនថោកទេអញ្ចឹងខ្ញុំកំងបបរហើយនឹងកំងមីនៅនឹងគឺឆ្ងាញ់បងប្អូនរសជាតិគឺឆ្ងាញ់ហ្មងរសជាតិគេហើយប្តីខ្ញុំឲ្យតែពេលហៅអីមកអញ្ចឹងគឺគាត់ទៅឲ្យខ្ញុំសាកសិនហើយតែខ្ញុំឆ្ងាញ់ខ្ញុំញ៉ាំបានអត់បើខ្ញុំឆ្ងាញ់ខ្ញុំញ៉ាំអានឹងទៅតែបើអត់ទេគាត់ញ៉ាំអានឹងអញ្ចឹងណាហើយដោយសារតែខ្ញុំញ៉ាំទាំងពីរខ្ញុំញ៉ាំមីផងញ៉ាំបបរផងអញ្ចឹងប្តីខ្ញុំគឺគាត់ញ៉ាំដោយខ្ញុំទាំងពីរអញ្ចឹងបងប្អូនគាត់អត់ដែរចេះខ្ពើមប្រពន្ធទេបន្ទាប់ពីខ្ញុំញ៉ាំអីហើយខ្ញុំឡើងមកបន្ទប់គេងវិញបងប្អូនហើយដើម្បីមកសម្រាប់មួយផ្លែតហើយមួយទឹកទាពាក់នោះគ្នាចេញទៅវិញបងប្អូនពេលខ្ញុំចេញទៅវិញគឺខ្ញុំ6វ៉ាន់ចេញទៅហ្មងហើយនេះគឺជាទេសភាពនៅលើភ្នំ Genting ហ្នឹងបងប្អូនខាងក្រៅគឺថាបបកនៅលើភ្នំហ្មងថតទៅក៏ឃើញអាគីមួយនេះយើងចំណេះដែរបងប្អូនលឺថាដូចសិនមានអ្នកនៅហ្នឹងហើយក្នុងនោះក៏មានអ្នកមនុស្សដែរណាបងប្អូនលឺប្តីគាត់និយាយឥឡូវនេះពួកខ្ញុំចោះមកខំវិញហើយដោយសារតែចង់នាំកូនទៅជី cable car បងប្អូន cable car ហ្នឹងរបៀបគេហៅឡានខ្សែរ៉តបងប្អូនដើម្បីចុះទៅក្រោមទៅខាងវត្តវិញបងប្អូនពួកខ្ញុំចង់នាំកូនទៅដើរមើលគេនិងចង់ទៅសាពះព្រះផងដែរអញ្ចឹងណា
Đi quay, đi quay. Go go. Đi đây. Lạiពួកខ្ញុំត្រង់ជួចាំឡើង cable car ហ្នឹងបងប្អូនតម្លៃខ្ញុំអត់សូវដឹងច្បាស់បងប្អូនដោយសារតែពេលខ្ញុំទៅហ្នឹងប្រេមគាត់មានគេ free អីគេទេឲ្យគាត់ទៅចឹងទៅពេលដែលជិះអាឡានហ្នឹងខ្សែរ៉តហ្នឹងគឺអត់បាច់ចាំត្រូវអស់លុយចឹងបងប្អូនឥឡូវខ្ញុំឡើងជិះលើ cable car ហ្នឹងឯងបងប្អូនហើយខ្ញុំទៅពេលចំចូលឆ្នាំចិនណាពេលហ្នឹងគឺត្រជាក់បងប្អូនមេឃនឹងអាប់ហ្មងហើយពពកឡើងខ្មៅហើយជិះនៅក្នុងហ្នឹងក៏ត្រជាក់ដែរ Daddy, they so happy. Happy birthday to you. The thing over there. See the playground outside này. Yeah. Rồi để see the cloud là để see later like raining này đây để see the cloud so gray color đi, dark này đi. Để see này là the big playground the new play. See people come. Like Paho Jason hay bất thường đây các bạn. À. Happy. See later like want to rain like that. Rồi see the all the cloud này see. Wow. The cloud like want to rain like that. So you see I later you go. Kakak. Just no people throwing rubbish, just no all the rubbish. You see how they did this cat ah? Oh, your face so red. Ooh. Daddy, we go eat now. There you see. ឥឡូវហ្នឹងពួកខ្ញុំចុះមកដល់ក្រោមហើយហៅតាក់ស៊ីជិះបន្តទៀតទៅវត្តតាក់ស៊ីពីកន្លែង cable car ហ្នឹងទៅវត្តដូចអស់ជា20 ringgit បងប្អូនហើយឡានគេគឺមានម៉ាស៊ីនត្រជាក់ណាបងប្អូនគេបើកប្អួចមកឲ្យយើងហ្មងហើយខ្យល់ចូលត្រជាក់ស្រួលហើយគឺថាខ្យល់អាកាសត្រជាក់ស្រួលហើយគឺថា relax ល្អបងប្អូនអើយដល់ហ្នឹងណាកូនខ្ញុំចូលចិត្តណាជិះឡានមកកញ្ចក់អញ្ចឹងទៅមានខ្យល់ចូលពីកន្លែង cable car ទៅវត្តហ្នឹងបងប្អូនគឺចិត្តទេចាឥឡូវហ្នឹងគឺបានមកដល់វត្តទេបងប្អូន Đúng rồi chị. Nó còn xin chưa? I'm just gonna make it let's just say. Này hiện băng bây giờ tới đóបងប្អូនគឺគេកំពុងតែជួសជុលកាយខ្ញុំទៅជើងមុនអត់តាន់ជួសជុលទេឥឡូវគេជួសជុលថ្មីច្រើនបែរជាទៅសាននេះបែរជាស្អាតជាងមុនពួកខ្ញុំឲ្យតែទៅលេង camping បងប្អូនគឺអត់ដែលភ្លេចទៅវត្តបងប្អូនគឺពួកខ្ញុំដឹងតែទៅដល់មុននឹងចុះទៅផ្ទះវិញគឺខ្ញុំចូលវត្តសិនដើម្បីអុជធូបសុំក្តីសុខចឹងណាបងប្អូនผมก็ดูเองnóមានទៅសោហ្នឹងហើយបងប្អូនខ្ញុំដើរកាត់កន្លែងព្រះអង្គខ្ញុំក៏បានអុជធូបខ្ញុំក៏អុជធូបរៀមក៏អុជធូបយើងអុជធូបដើម្បីសុំក្តីសុខហើយពេលអុជធូបហ្នឹងកូននឹងក៏ទាតាមអុជធូបដែរព្រោះគេថាវត្តនៅលើភ្នំកិនទីនេះគឺប្រកែបងប្អូន Đấy. Ok, đấy. Mà bạn. ឥឡូវពួកខ្ញុំអត់ធូបរួចហើយក៏បាននាំកូនដើរមើលរូបសំណាកបងប្អូនរូបសំណាកគេធ្វើបែបឋាននរកបងប្អូនដូចថាយើងពេលដែលយើងស្លាប់ទៅចុះទៅឋាននរកគេធ្វើតនកម្មអីខ្លះកូនខ្ញុំគាត់ឃើញក៏គាត់សួរប្តីខ្ញុំចឹងថានឹងគេហៅអីគេហើយហេតុអីបានទៅជាបែបហ្នឹងហើយប្តីខ្ញុំក៏គាត់ប្រាប់កូនថាកុំឲ្យខូចឲ្យស្ដាប់ប្រកបឪពុកម្ដាយបាទអត់ស្ដាប់បង្គាប់ឪពុកម្ដាយពេលដែលស្លាប់ទៅចុះទៅឋាននរកគេធ្វើបាបគេធ្វើតនកម្មបែបនេះបែបនោះទៅពេលដែលយើងប្រាប់អញ្ចឹងទៅពួកគាត់ខ្លាចដូចថាយើងធ្វើខុសបែបនេះខុសបែបនោះធ្វើចេះអត់ល្អធ្វើចេះមានបាបមានអីចឹងទៅប្រាប់គាត់តាមនោះទៅគាត់ភ័យដែរបងប្អូនខ្លាចថាអូខេខ្ញុំអត់ធ្វើចឹងតិចទេខ្ញុំស្ដាប់គាត់ស្ដាប់យើងអីចឹងណានៅលើហ្នឹងគឺខ្ញុំទៅតែឡើងលើកទី1ដែរ
ខ្ញុំទៅពីដងហើយគឺអត់ដែរបានឡើងទៅតែសារហ្នឹងខ្ញុំឡើងទៅដោយសារប្រេងក៏ចង់ប្រាប់កូននៅលើហ្នឹងមានអីខ្លះអញ្ចឹងពេលខ្លះខ្ញុំបដៅពួកគាត់ហត់មាត់បងប្អូនខ្ញុំតែងតែគម្រាមគាត់ហើយខ្ញុំថាអូកូនឯងធ្វើចេះខុសជំរឿប៉លីសមកប៉លីសចាប់អីចេះឬក៏កូនឯងកុំធ្វើបែបនេះវាប្រយ័ត្នពេលស្លាប់ទៅមានបាបជន់រក់ចុះអីចឹងទៅឋានរកធ្វើបាបយើងតតនកម្មយើងដោយសារតែយើងមានកំហុសនេះកំហុសនោះនិយាយទៅដល់យើងនិយាយបែបហ្នឹងមិនគាត់ខ្លាចទេបងប្អូនតែសារជាតិក្មេងបងប្អូនស្ដាប់តែមួយផ្លេតទេតែរួចហើយហ្នឹងគឺគាត់ភ្លេចគាត់ដដែលវិញដដែលខូចវិញដដែលចឹងណាឥឡូវហ្នឹងវីដេអូខ្ញុំចិត្តដល់ទីបញ្ចប់ហើយណាបងប្អូនអូយគាត់ថាណានិយាយវីដេអូម្ដងនេះគឺវែងមែនតើឡើង14នាទីគឺថានិយាយបានបងប្អូនទៅសារមែនតើទៅសារខ្លួនឯងមែនតើណាវីដេអូនេះគឺខ្ញុំមិនមែនកាត់តែមួយផ្លេត1ម៉ោង2ម៉ោងទេបងប្អូនគឺខ្ញុំកាត់ឡើងពី3ថ្ងៃបងប្អូនគឺថាអត់ដឹងរនឹកពាក្យនិយាយអីនឹងក៏អត់មានពេលកាត់ចឹងវាវែងពេកចឹងតែបើខ្ញុំអត់កាត់វីដេអូវែងបែបហ្នឹងគឺបងប្អូនអត់សូវបានមើលច្បាស់ណាសូវបានមើលគ្រប់ចុងជ្រោយនៅលើភ្នំកិនទីងហ្នឹងអានេះគ្រាន់តែជាមួយផ្នែក 50% នៃភ្នំកិនទីងបងប្អូនគឺនៅលើភ្នំកិនទីងហ្នឹងមានកន្លែងដើរលេងច្រើនទៀតតែខ្ញុំទៅអត់ទាន់អស់ចឹងណាគឺកន្លែង playground ក៏ចឹងដែរបងប្អូនគឺមានមួយកន្លែងទៀតតែកន្លែងហ្នឹងថ្លៃពួកខ្ញុំអត់មានសមត្ថភាពចូលទេម្នាក់ដួលជា200ជាងអីហ៎កូនក្មេងហ្នឹងចឹងខ្ញុំអត់ចូលទេថ្លៃពេកពួកខ្ញុំចេញពីវត្តហើយក៏ខ្ញុំទៅយកអីវ៉ាន់ខ្ញុំត្រឡប់ទៅផ្ទះវិញតែមិនទៅផ្ទះវិញហ្នឹងគឺខ្ញុំចូលញ៉ាំបាយបកងនៅនឹងឆ្ងាញ់បងប្អូនហើយពងតែញ៉ាំបាយហ្នឹងប្តីខ្ញុំគាត់ដើរទៅទិញរ៉េនឲ្យខ្ញុំនិយាយទៅសឹកសប្រៃហ្មងណាវីដេអូនេះដល់ទីបញ្ចប់ណាបងប្អូនអរគុណច្រើនដែលទស្សនាវីដេអូនេះពីដើមរហូតដល់ចប់